និយាយបាននិយាយអំពីអ្វីដែលលោកប្រាសខុនថ្លែងនៅអង្គការសហប្រជាជាតិខ្ញុំនឹងចាប់យកចំណុចនេះយកមកជជែកបន្តិចដែរចំណុចទី3គឺចំណុចតាក់ទងទៅនឹងចុងក្រោយតាក់ទងទៅនឹងប្រធានបទហ្នឹងថាហេតុអីបានជាថៃនៅតែបន្តទាញកម្ពុជាចូលទៅក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួនតាក់ទងនឹងចំនួនព្រំដែនតាមពិតទៅបងប្អូនមើលមួយផ្លែតណាបងប្អូនឃើញថាជាចំនួនបូរណភាពទឹកដីក៏ប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅនៅក្នុងប្រព័ន្ធនយោបាយផ្ទៃក្នុងរបស់ថៃអាហ្នឹងយើងឃើញរូបភាពផ្សេងហើយបងប្អូនអាចយកបទវិភាគរបស់ខ្ញុំយកទៅពិចារណាតាមការគួរបាទតាមការគួរតាក់ទងនឹងប្រធានបទតូចទី1បងប្អូនឃើញហើយថាមានដ្រាម៉ាកើតឡើងចំពោះអ្នកធ្វើកិច្ចការងារសង្គមជារាប់ថាជា influencer ដែលជាមានអ្នកមានតាមដានអ្នកមានបងប្អូនខ្មែរហ្នឹងតាមដានប្រហែលជា7 លានដែរគឺគាត់ថា show ហើយលោកស្រីឬក៏អ្នកនាងគាត់ថាហ្នឹងគឺតែងតែចេញនៅបទអត្ថាធិប្បាយជាប្រចាំណាជាប្រចាំតាក់ទងទៅនឹងបញ្ហាសង្គមជាពិសេសរយៈពេលចុងក្រោយនេះគឺតាក់ទងទៅនឹងបញ្ហាសង្គមហើយនឹងបញ្ហាចំនួនព្រំដែនថៃខ្មែរនេះតាមពិតទៅគាត់ថា show ពីមុនមកគឺផ្ដោតសំខាន់ទៅលើការធ្វើជំនួញណាមានទម្រង់នៃការធ្វើជំនួញបែប SME ថ្មីឬក៏ start up អីចឹងទៅប៉ុន្តែក្រោយមកឃើញងាកមកចូលទៅក្នុងការវិភាគសង្គមនយោបាយដែរណាសង្គមនយោបាយដែរហាក់ដូចជាងាកចេញពីកម្មវិធីផ្ដោតសំខាន់ទៅលើការធ្វើជំនួញមកចាប់អារម្មណ៍រឿងកិច្ចការងារសង្គមនយោបាយដែរបាទជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងនាមជាអ្នកដែលស្រឡាញ់កិច្ចការងារសង្គមស្រឡាញ់កិច្ចការងារនយោបាយខ្ញុំគិតថាអ្នកនាងកនថាជារាប់តែជាស្ត្រីក្លាហានម្នាក់ជានារីក្លាហានម្នាក់ដែលបានជ្រើសរើសផ្លូវនៃការធ្វើ show របស់ខ្លួនតាក់ទងទៅនឹងបញ្ហាសង្គមនយោបាយយើងឃើញថាអ្នកដែលធ្វើកិច្ចការងារសង្គមនយោបាយក្នុងនាមជាស្ត្រីមានតិចបងប្អូនមានតិចបើយើងគិតពី100ហ្នឹងគឺដូចជា1000មានតែមួយទេมันមានផងណាស្រុកខ្មែរយើងដូចជាអ្នកដែលជាស្ត្រីដែលចាប់អារម្មណ៍កិច្ចការងារនយោបាយហ្នឹងមានតិចតួចមែនតើមានតិចតួចមែនតើខុសពីបងប្អូនជាស្ត្រីដែលធ្វើ live show លក់លេហ្នឹងសបោសម្រាប់ខ្ញុំជាផ្នែកមួយខ្ញុំសរសើរចំពោះភាពក្លាហានរបស់ស្ត្រីខ្មែរនៅក្នុងការចូលរួមចំណែកឆ្លុះបញ្ចាំងអំពីបញ្ហាសង្គមនយោបាយទោះបីមាននិន្នាការយ៉ាងណាក៏ដោយយ៉ាងហើយណាស់ក៏ជាមុំមួយដែលមានអ្នកតាមដានច្រើនអាចជាផ្នែកមួយនៃការផ្ដល់នៅគំនិតនៅក្នុងការពិចារណាប៉ុន្តែយើងឃើញថាបញ្ហាចុងក្រោយនេះគឺតាក់ទងទៅនឹងបញ្ហាព្រំដែនហ្នឹងគឺការបង្ហោះចុងក្រោយរបស់អ្នកនាងកនថាបានធ្វើឲ្យមានការផ្ទុះប្រតិកម្មពីបណ្ដាមហាជនច្រើនជាពិសេសអ្នកដែលនៅក្រៅប្រទេសទោះបីយ៉ាងណាក៏ដោយខ្ញុំមិនធ្វើការវិតម្លៃថាការបង្ហោះសារនោះវាជាចេតនាឬក៏អចេតនាធ្វើឲ្យមានការយល់ច្រឡំចំពោះសាររបស់កនថាដែលបង្ហាញនៅក្នុង show របស់ខ្លួនក៏មិនទៅឃើញសម័យខ្លួនហ្នឹងក៏ចេញមកធ្វើអត្ថាធិប្បាយណាទៅលើអ្វីដែលខ្លួនសរសេរបញ្យល់នៅអ្វីដែលខ្លួនមានចេតនាក្នុងការសរសេរប៉ុន្តែអ្វីដែលខ្ញុំចង់ចូលរួមចំណែកគឺគ្រាន់តែជាបទពិសោធន៍ទេខ្ញុំគិតថាអ្នកតាមដានកនថា show មានច្រើនជាងខ្ញុំប្រមាណជា3ទៅ5ដងខ្ញុំប្រមាណជា40000នេះ40000ជាងតិចតួចតែ40000អ្នកចុះអ្នកដែល follow ខ្ញុំប៉ុន្តែកនថា show មានដល់ជាង1លាន6អញ្ចឹងទៅ1លាន6អញ្ចឹងទៅដូច្នេះហើយខ្ញុំគិតថាមានអ្នកតាមដានច្រើនក៏ប៉ុន្តែខ្ញុំគិតថាអ្វីដែល
cònថាជួបពេលនេះដូចអ្វីដែលខ្ញុំឆ្លងកាត់ចឹងអារម្មណ៍ទោះបីជាក្នុងស្ថានភាពពីរផ្សេងគ្នាក៏ដោយក៏ប៉ុន្តែអារម្មណ៍ពេលនេះគឺដូចអ្វីដែលខ្ញុំធ្លាប់ចង់កាត់ដូច្នេះខ្ញុំគ្រាន់តែចង់ផ្ដល់ជាគំនិតថានៅលើផ្លូវមួយនេះជាបទពិសោធន៍ទេនៅលើផ្លូវមួយនេះគឺស្នេហាជាតិនិងក្បត់ជាតិហ្នឹងគឺនៅជាប់លបងគ្នាបងនៅជាប់លបងគ្នាចង់ជម្រាបជូនទៅនាងកណ្ណថាឬក៏ប្អូនស្រីថាផ្លូវដែលអូនជ្រើសរើសដើរឬក៏ផ្លូវដែលខ្ញុំដើរនេះគឺអត់សូវខុសគ្នាទេអត់សូវខុសគ្នាទេមកជំហានស្នេហាជាតិមកជំហានក្បត់ជាតិណាមកជំហានក្បត់ជាតិដូច្នេះហើយអានឹងជារឿងធម្មតាណាជារឿងធម្មតាអាចយកទៅពិចារណាដើម្បីធ្វើចិត្តណាយើងមិនអាចតម្រូវចិត្តមនុស្សបានទេហើយផ្លូវនេះដូចខ្ញុំបានធ្វើបទអធិប្បាយកន្លងមកអញ្ចឹងថាជាផ្លូវមួយដែលមិនស្រួលប្រហែលទេណាមានភាពស្មោករោគក៏ច្រើនមានមនុស្សស្មោករោគក៏ច្រើនមានមនុស្សមិនដឹងអីហ្នឹងក៏ច្រើនណាមានមនុស្សល្ងងធ្វើចេះហ្នឹងក៏ច្រើនណាមានអ្នកស្នេហាជាតិជ្រុលនិយមហ្នឹងក៏ច្រើនណាមានអ្នកបន្លំស្នេហាជាតិហ្នឹងក៏ច្រើនមានអ្នកស្រឡាញ់សង្គមពិតប្រាកដក៏ច្រើនមានអ្នកស្រឡាញ់សង្គមពិតប្រាកដមិនពិតប្រាកដក៏ច្រើនអញ្ចឹងវាជាវេទិកាចម្រុះជាវេទិកាចម្រុះមានគ្រប់ប្រភេទមនុស្សមានគ្រប់ប្រភេទមនុស្សហើយយើងឃើញថាអ្នកដែលមកពីប្រភពផ្សេងហ្នឹងគឺមានតែទូរស័ព្ទមួយហ្នឹងគឺបើយើងមិនយល់អំពីប្រព័ន្ធ technology បច្ចុប្បន្នយើងមិនយល់កត្តាផ្លូវចិត្តយើងមិននឹងណប្រមាណទេយើងអាចគ្រោះថ្នាក់អាចមានបញ្ហា depress អីចឹងទៅសង្ឃឹមថាបងអូនកណ្ណថាបងស្រីកណ្ណថានឹងអាចនៅតែបន្តនៅក្នុងការធ្វើកិច្ចការងារសង្គមនយោបាយខ្ញុំលើកទឹកចិត្តបាទខ្ញុំលើកទឹកចិត្តដោយសារតែចំនួនស្ត្រីនៅក្នុងការធ្វើកិច្ចការងារនេះតិចពេកសបោស្រីជេបាទជេបចោសបោស្រីប្រមាថជេប្រមាថសបោអ្នកលក់លេសបោអីចឹងប៉ុន្តែគិតថាស្ត្រីឬក៏មនុស្សស្រីដែលចាប់អារម្មណ៍កិច្ចការងារសង្គមមិនមានច្រើនប្រហែលទេអ្នកដែលហ៊ានចេញមកនិយាយដោយមិនមានតួនាទីអីក្នុងនាមជាមន្ត្រីរដ្ឋាភិបាលឬក៏មិនមានផលប្រយោជន៍នយោបាយណាគឺមានតិចតួចបាទមានតិចតួចចឹងខ្ញុំលើកទឹកចិត្តឲ្យបងស្រីបន្តធ្វើកិច្ចការងារនេះបន្តនិយាយនៅអ្វីដែលខ្លួនចង់និយាយមិនមែនមានន័យថាគំនិតយើងត្រូវ 100% ទេក៏ប៉ុន្តែជាការរួមចំណែកជាផ្នែកមួយហើយមហាជនមានការពិចារណាមិនមែនមានន័យថាអ្នកជេនឹងជាតំណាងឲ្យមហាជនទូទៅទេបាទអ្នកជេនឹងមានភាគរយមិនច្រើនប្រហែលទេហើយនយោបាយជេប្រមាណនេះក៏រៀងហួសសម័យដែរហើយពីមុនមកយើងឃើញថាអ្នកដែលជេនឹងគឺមានអ្នក like អ្នក share ច្រើនណាស់ប៉ុន្តែឥឡូវដូចថាទាំងបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអ្នកស្រឡាញ់ប្រជាធិបតេយ្យអ្នកនៅគ្រប់គ្រងរដ្ឋាភិបាលអ្នកមិនគ្រប់គ្រងរដ្ឋាភិបាលហ្នឹងគឺដូចថាអ្នកជេហ្នឹងមានអារម្មណ៍ថាគាត់ដើរតួជំនួសមហាជនដែរណាគាត់ជេជំនួសអញ្ចឹងអ្នកដែលចង់ជេហ្នឹងគឺគាត់មិនហ៊ានជេប៉ុន្តែគាត់ឃើញអ្នកដែលជេហ្នឹងគឺគាត់ដូចជាចូលចិត្តប៉ុន្តែឥឡូវនេះខ្ញុំគិតថាវារៀងហួសវាចាប់ផ្ដើមហួសសម័យហើយជាពិសេសហ្នឹងគឺយុវជន generation Z ឬក៏ generation Z ពួកយុវជនចំនួនថ្មីនេះគឺកាន់តែស្អប់អ្នកដែលសម្ដីអសុរោះជេរប្រមាថណាបើកមាត់មកគឺដូចលហើយសពុតតង្កៃពាក្យខ្មែរយើងថាគាត់ថាហាមាត់មកគឺដូចលហើយសលុយអញ្ចឹងហើយវាអត់មានអាចមានការគ្រប់គ្រងបន្តទៀតទេប៉ុន្តែអ្វីដែលគាត់ថាបានធ្វើខ្ញុំគិតថាខុសឬត្រូវខ្ញុំអត់វាតម្លៃទេប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យបន្តសូមឲ្យបងស្រីបន្តនៅអ្វីដែលធ្វើជាប្រចាំជាពិសេសនៅក្នុងការឆ្លុះបញ្ចាំងអំពីកិច្ចការងារសង្គមនយោបាយព្រោះជានិយាយដដែលថាមានមនុស្សស្រីតិចណាស់ដែលហ៊ានចេញមកនិយាយឬក៏ចេញមកដើរនៅលើវិស័យសង្គមនយោបាយនេះបាទហ្នឹងខ្ញុំមានមតិយោបល់ខ្លីចំពោះអ្វីដែលកើតឡើងជាពិសេសដ្រាម៉ានៅក្នុងអាទិត្យនេះបាទតើតើនឹងកណ្ណថាសូចំណុចទី2ដែលខ្ញុំនឹងនិយាយតើតើទៅនឹងរឿងលោកប្រាក់សុខុនបាទរដ្ឋមន្ត្រីក្រសួងការបរទេស
នៅក្នុងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះគឺបានទៅធ្វើសេចក្តីថ្លែងការណ៍ស្តីអំពីបញ្ហាដែលកើតឡើងនៅព្រំដែនខ្មែរថៃអញ្ចឹងលោកប្រាសុខុនហ្នឹងក៏រាប់ថាជាអ្នកការទូតបាទជាអ្នកការទូតជើងចាស់ម្នាក់ដែលត្រូវបានទាញត្រឡប់ឲ្យមកធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញបន្ទាប់ពីរដ្ឋមន្ត្រីមុនបាទរដ្ឋមន្ត្រីមុនហ្នឹងគឺរដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតក្នុងគណៈរដ្ឋមន្ត្រីដំបូងហ្នឹងគឺមិនមែនលោកប្រាសុខុនទេណាមិនមែនលោកប្រាសុខុនទេប៉ុន្តែគាត់ថាមិនដឹងថាស្ថានភាពបែបណាបានឬក៏លោកប្រាសុខុនមានសមត្ថភាពបែបណាបានធ្វើឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងទាញលោកប្រាសុខុនត្រឡប់មកជារដ្ឋមន្ត្រីក្រសួងការបរទេសវិញក្រសួងការបរទេសវិញក៏ប៉ុន្តែតាក់ស្ដែងខ្ញុំមើលនៅសេចក្តីថ្លែងការណ៍របស់លោកប្រាសុខុនប្រមាណជា16នាទីនៅក្នុងសន្និសីទអង្គការសហប្រជាជាតិនេះខ្ញុំឃើញថាលោកប្រាសុខុនបង្ហាញពីសមត្ថភាពនៃអ្នកការទូតជើងចាស់ម្នាក់ដែលឆ្លុះបញ្ចាំងអំពីបញ្ហាព្រំដែនខ្មែរថៃហ្នឹងមានគេហៅថាមាន logical មានតក្កវិជ្ជានិងមានប្រភពប្រកបនិយមដែលធ្វើឲ្យអ្នកចូលរួមនៅក្នុង UN ហ្នឹងមានភាពស្ងើចសរសើរមានភាពស្ងើចសរសើរជាពិសេសបង្ហាញអំពីការឈ្លានពាននិងការបញ្យុះឲ្យមានសង្គ្រាមជាថ្មីឡើងវិញរវាងកម្ពុជានិងថៃរវាងកម្ពុជានិងថៃក៏ប៉ុន្តែអ្វីជាចំណុចចាប់អារម្មណ៍មួយនេះគឺយើងត្រូវតែមើលមុំមួយផ្សេងទៀតដែរដែលខ្ញុំថាអ្វីដែលលោកប្រាសុខុនលើកឡើងបើសិនជាក្នុងករណីកម្ពុជាមាន credibility មានគេហៅថាគេឈ្មោះមិនទាន់មានបញ្ហាឬក៏មិនទាន់ស្អុយនៅក្នុងឆាកអន្តរជាតិណាសម្លេងលោកប្រាសុខុននេះដូចទូមស្គរអន្តរជាតិចឹងដូចទូមស្គរនៅ UN ចឹងបង្ហាញទៅពិភពលោកថាកម្ពុជាជាប្រទេសដែលរងគ្រោះរងការបំពានពីប្រទេសជិតខាងដោយព្យាយាមទាញកម្ពុជាឲ្យចូលទៅក្នុងឬក៏យកទៅជាលំបោយនយោបាយនៃដំណើរនៃការប្រែប្រួលនយោបាយផ្ទៃក្នុងប្រទេសថៃនយោបាយផ្ទៃក្នុងប្រទេសថៃក៏ប៉ុន្តែបងប្អូនដឹងស្រាប់ហើយថាការដឹកនាំរបស់លោកហ៊ុនម៉ាណែតរយៈពេល2ឆ្នាំចុងក្រោយនេះនឹងបន្សល់ទុកនៅគេមរតកពីឪពុកខ្លះផងគឺធ្វើឲ្យអន្តរជាតិនឹងមិនសូវជាទុកចិត្តកម្ពុជាប៉ុន្មានទេដោយសារឯងមិនទុកចិត្តកម្ពុជាខ្ញុំមិនមានទស្សនៈអីថ្មីទេហើយយើងឃើញថាបងប្អូនអ្នកវិភាគណាបញ្ញវន្តអ្នកវិភាគផ្សេងទៀតក៏បានលើកឡើងច្រើនហើយគឺតាក់ទងទៅនឹងការដើរចេញពីកន្លងប្រជាធិបតេយ្យនៅអ្វីដែលយើងបានព្រមព្រៀងកាលពីឆ្នាំ91ណាដែលមានសាកសីរហូតដល់18ប្រទេសបូកនឹង UN ផង19ឃើញទេ19យើងបានធ្វើសេចក្តីប្រកាសធ្វើកិច្ចសន្យាថាយើងនឹងនាំកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យជាគោលការណ៍ប្រជាធិបតេយ្យវាត្រូវមានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិការគោរពសិទ្ធិមនុស្សណាគោរពសិទ្ធិកម្មករជាដើមលក្ខណៈណាចឹងហើយយើងឃើញកន្លងមកក្រៅទៅពីការបណ្ដេញរក្សាព័ត៌មានជាតិនិងអន្តរជាតិដែលមាននិន្នាការផ្ទុយរបស់ខ្លួនណាក៏ធ្លាប់ប្រកាសថាកុំលូកដៃនៅកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជាជាដើមឡើងបានធ្វើឲ្យអ្វីដែលលោកប្រាសុខុនថ្លែងនៅអង្គការសហជីវជាតិលើកនេះទោះបីជាបង្ហាញពីតថភាពពិតក៏ដោយក៏ការធ្វើឲ្យអន្តរជាតិជឿហ្នឹងវាមានកម្រិតដែរណាវាមានកម្រិតដែរខ្ញុំមិននិយាយថាអន្តរជាតិមិនជឿ 100% ទេណាប៉ុន្តែវាភាពទុកចិត្តទំនុកចិត្តនៅក្នុងការជឿទៅលើអ្វីដែលជាសេចក្តីថ្លែងការណ៍របស់លោកប្រាសុខុននៅក្នុងអង្គការសហជីវជាតិហ្នឹងគឺជំនឿរបស់សមាជិកដែលចូលរួមឬក៏អង្គការសហជីវជាតិហ្នឹងថយចុះឬក៏មានកម្រិតនេះបើសិនជាយើងមានបណ្ដាញសារព័ត៌មានអន្តរជាតិនិងបណ្ដាញសារព័ត៌មានជាតិណាដែលមាននិន្នាការកណ្ដាលផ្សាយអំពីបញ្ហាព្រំដែនកម្ពុជាផងម្លេះសំអ្វីដែលលោកប្រាសុខុនថ្លែងលើកនេះហ្នឹងដូចជាញញួរសម្ពងប្រទេសថៃចឹងញញួរសម្ពងប្រទេសថៃចឹងក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំជារួមខ្ញុំក៏សរសើរចំពោះសមត្ថភាពការទូតរបស់លោកប្រាសុខុនដែលបានបង្ហាញអំពីតថភាពជាក់ស្ដែងដោយប្រើប្រាស់វោហារសាស្ត្រដែលមានទេពកោសល្យនៅក្នុងការឆ្លុះបញ្ចាំងស្ថានភាព
នៃការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជាហ្នឹងហើយអាហ្នឹងជាចំណុចទី2ដែលខ្ញុំលើកឡើងខ្ញុំបង្ហាញពីមុំផ្សេងខ្លីៗដើម្បីឲ្យបងប្អូនអាចយកទៅពិចារណាបន្តបាទយកទៅពិចារណាបន្តឥឡូវនេះត្រឡប់មករឿងកើតឡើងថ្មីនេះបាទជាពិសេសនៅថ្ងៃពីម្សិលមិញនេះគឺមានការផ្ទុះអាវុធរប៉េះរប៉ោះឡើងវិញណាពីខាងភាគីថៃប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងឃើញថាខាងថៃហ្នឹងក៏មកនៅតែចោតខ្មែរថាជាអ្នកដែលចាប់ដើមពន្យុះឲ្យមានសង្គ្រាមលើកទី2ឬក៏មានការប្រទាំងប្រទេសផ្នែកខាងប្រដាប់អាវុធទៅជាដើមហើយភាគីកម្ពុជាហ្នឹងក៏ដូចគ្នាដែររហូតទៅដល់ប្រធានប្រតិភិអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងក៏ចេញសារនៅលើបណ្ដាញសង្គមរបស់ខ្លួននៅលើ page ផ្ទាល់ខ្លួនរបស់ខ្លួនហ្នឹងក៏ឆ្លុះបញ្ចាំងអំពីការវិភាគជាសេណារីយ៉ូមួយចំនួនណាអំពីមុខក្របផ្លោងធ្លាក់នៅឯណាអីណាអញ្ចឹងទៅក៏ប៉ុន្តែដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់ណាយល់កាន់តែច្បាស់អំពីថាតើហេតុអីបានជានយោបាយផ្ទៃក្នុងថៃនៅពេលដែលមាននយោបាយផ្ទៃក្នុងម្ដងវាចេះតែតែងតែនាំទាញកម្ពុជាហ្នឹងឲ្យចូលទៅក្នុងជាលបាយនយោបាយផ្ទៃក្នុងរបស់ថៃអាហ្នឹងជាផ្នែកមួយដែលខ្ញុំចង់បង្ហាញពីការប្រវត្តិខ្លះពីប្រវត្តិខ្លះដើម្បីឲ្យបងប្អូនងាយយល់ទី1យើងមិនបាច់មើលទៅដល់សម័យអាណានិគមបារាំងទេយើងឃើញថាបារាំងក៏បានបន្សល់នៅមរតកដែលជាបញ្ហាដើម្បីជាបញ្ហាដែលធ្វើឲ្យកម្ពុជាថៃនឹងមានវិវាទជាពិសេសគឺការវាស់វែងការធ្វើផែនទីអីជាដើមឡើងអាហ្នឹងគឺវានៅមានភាពប្រទាំងប្រទើសច្រើនហើយជាពិសេសហ្នឹងការប្រើប្រាស់ខ្នាតអីជាដើមឡើងអញ្ចឹងហើយឥឡូវនេះយើងឃើញថាទម្រង់នៃការឆ្លោះគ្នារវាងថៃខ្មែរហ្នឹងឆ្លោះរឿងខ្នាតផែនទីហ្នឹងក៏នៅតែបន្តអ្វីដែលខ្ញុំចង់លើកជាប្រវត្តិចុងក្រោយថ្មីជាគេហៅថាប្រវត្តិសាស្ត្រសម័យចុងក្រោយនេះគឺយើងឃើញថាការលូកលាន់ផ្ទៃក្នុងរវាងថៃនិងកម្ពុជាយើងក៏លូកគេក៏លូកយើងនៅតែយកលបែងព្រំដែនយកលបែងបូរណភាពទឹកដីនេះមកប្រើជាផលប្រយោជន៍នយោបាយរៀងខ្លួនដូច្នេះខ្ញុំចង់ចោះបញ្ចាំងថាទី1យើងមើលនៅឆ្នាំ2014ប្រហែលជា12ឆ្នាំមុនយើងឃើញថានៅពេលនោះមានរដ្ឋប្រហារទម្លាក់លោកតាក់ស៊ីនទម្លាក់លោកស្រីយីងឡាក់បាទពេលនោះគឺយើងឃើញគ្រួសារឬក៏រដ្ឋាភិបាលលោកហ៊ុនសែនពេលនោះបានផ្ដល់នៅគេហៅថាជំរកនយោបាយសម្រាប់ពួកអាវក្រហមណាជំរកនយោបាយសម្រាប់ពួកអាវក្រហមហើយការសម្រេចចិត្តផ្ដល់ឲ្យក្រមលោកតាក់ស៊ីនឬក្រមពួកអាវក្រហមមកជ្រកកោនផ្នែកនយោបាយនៅប្រទេសកម្ពុជានេះយើងមើលដំបូងថាអាចមកពីទំនាក់ទំនងបងប្អូនធររវាងលោកតាក់ស៊ីននិងលោកហ៊ុនសែនក៏ប៉ុន្តែជាគេហៅថាជាលទ្ធផលនៃទំនាក់ទំនងនេះបានคล้ายទៅជាអាវុធដ៏សំខាន់របស់ពួកអាវលឿងនៅក្នុងការសម្ពងទៅលើជីវិតនយោបាយរបស់លោកតាក់ស៊ីនណាជីវិតនយោបាយរបស់លោកតាក់ស៊ីនហើយយើងឃើញហើយតាំងពីឆ្នាំ2014មកក្រុមគ្រួសារលោកតាក់ស៊ីនហ្នឹងក៏រាប់ថាជាក្រុមគ្រួសារដែលមានការតស៊ូនៅលើសាធារណនយោបាយដែរជាប្រភេទឆ្កែខំមិនលែងដែរណាជាប្រភេទឆ្កែខំមិនលែងដែរចឹងហើយទោះបីជាខ្លួនមិនបានប្រឡូកដោយផ្ទាល់អីក៏ដោយគឺរុញតង់ប្អូនថ្លៃរុញតង់កូនណារុញតង់កូនភាសាហ្នឹងឲ្យចូលមកប្រកួតប្រជែងហើយក្រុមគ្រួសារឈិនវត្តនេះនៅតែមានឥទ្ធិពលនៅក្នុងនយោបាយរបស់ថៃចឹងហើយនៅពេលដែលរដ្ឋាភិបាលលោកហ៊ុនសែនកាលនោះផ្ដល់សិទ្ធិចូលក្រោមឲ្យពួកអាវក្រហមនៅក្នុងការមកធ្វើកម្មវិធីរៀបចំគោលនយោបាយនៅប្រទេសកម្ពុជានេះយើងឃើញថាឥឡូវនេះបានคล้ายទៅជាអាវុធដ៏សំខាន់របស់ពួកអាវលឿងក្នុងការសម្ពងលោកតាក់ស៊ីន
ហើយចុងបញ្ចប់តំណែងតំណង30ឆ្នាំដោយបងប្អូនដឹងហើយថាបញ្ចប់ហើយរវាងគ្រួសារតកូលហ៊ុននិងជាមួយនឹងគ្រួសារតកូលស៊ីនវ៉ាត់បាទតកូលស៊ីនវ៉ាត់ទី2ទៀតយើងវាចេះតែប្រទាំងប្រទេសគ្នាអីនឹងដែរហ្នឹងគឺហើយតែងតែប្រទេសមួយហ្នឹងតែងតែទាញយកផលប្រយោជន៍នយោបាយរៀងខ្លួនទោះបីតិចឬច្រើនហ្នឹងគឺតាក់ទងទៅនឹងផលប្រយោជន៍ដែលកើតឡើងតាមព្រំដែនពាណិជ្ជកម្មតាមព្រំដែនក៏ដោយឧក្រិដ្ឋកម្មឆ្លងដែនក៏ដោយណាឧក្រិដ្ឋកម្មអនឡាញនៅតាមបណ្ដាព្រំដែនកាស៊ីណូនៅតាមបណ្ដាព្រំដែនហ្នឹងក៏ដោយមិនមែនតែមានផលប្រយោជន៍ទៅលើអ្នកនយោបាយកម្ពុជាទេមានអ្នកនយោបាយថៃមានមេតបថៃមានមេប៉ូលីសថៃហ្នឹងក៏មានការរួមចំណែកនៅក្នុងការសម្រួលឲ្យមានឧក្រិដ្ឋកម្មតាមព្រំដែនដែរហើយយើងឃើញថាផលប្រយោជន៍ដែលកើតឡើងនៅតាមព្រំដែននេះគឺមហាសាលមានទំហំទឹកប្រាក់រាប់ពាន់លានដូច្នេះហើយមានមនុស្សមានឥទ្ធិពលច្រើនណាស់ដែលពាក់ព័ន្ធទៅលើឧក្រិដ្ឋកម្មទាំងអស់នោះដូច្នេះហើយនៅពេលដែលមួយបានប្រយោជន៍មួយមិនបានប្រយោជន៍ហ្នឹងក៏ណាក៏តែងតែទាញរឿងបញ្ហាព្រំដែនហ្នឹងយកមកដើម្បីចោទប្រកាន់យើងឃើញជាក់ស្ដែងហើយកាលលោកស្រីផែថងឋាននៅជានាយករដ្ឋមន្ត្រីក្រោយពីមានការបែកធ្លាយសម្លេងសន្ទនាហ្នឹងយើងឃើញលោកស្រីផែថងឋានចេញគោលនយោបាយបន្ទាន់មកក្រាបឧក្រិដ្ឋកម្មអនឡាញតាមព្រំដែនក្នុងហេតុផលដើម្បីការពារសន្តិសុខរបស់ប្រទេសថៃដែលធ្វើឲ្យមានការរីករាលដាលរហូតដល់មានការបិទព្រំដែននៃជាដើមឡើងណានឹងចំណុចនៃការពាក់ព័ន្ធខ្លះទី2របស់កម្ពុជាថៃចំណុចចុងក្រោយនៅពេលដែលអ្នកនយោបាយថៃឬក៏អ្នកនយោបាយកម្ពុជានេះចង់បង្ឆេះគេថាចង់បញ្ឆេះជាតិនិយមតាមរូបមន្តចាស់កម្រិលណាខ្ញុំហ៊ានប្រើប្រាស់ពាក្យរូបមន្តចាស់កម្រិលនេះដោយសារអីបើសិនជាបងប្អូនអ្នកសិក្សាពីនយោបាយបងប្អូនប្រហែលជាមិនរំលងសភៅ Beyond the Nationalism របស់លោកសាស្ត្រាចារ្យ Benedict Anderson នេះណាសាស្ត្រាចារ្យ Benedict Anderson នោះសភៅគាត់សរសេរ Beyond the Nationalism ភាសាគាត់សរសេររៀងពិបាកប៉ុន្តែបើយើងសិក្សាអំពីផ្នែកនយោបាយប្រហែលជាបងប្អូនអាចយល់គឺមានន័យថាដើម្បីបង្កើតជាតិនិយមរបស់ខ្លួននៅក្នុងប្រទេសរបស់ខ្លួននោះវាត្រូវតែកំណត់សត្រូវឬក៏យកអ្នកជិតខាងណាមួយជាសត្រូវដើម្បីធ្វើឲ្យជាតិនិយមរបស់បងប្អូនឬក៏របស់មនុស្សនៅក្នុងប្រទេសមួយហ្នឹងវាពុះកជ្រោលហើយយើងឃើញករណីថៃប្រើជាមួយខ្មែរប្រើជាមួយនឹងថៃជាដើមឡើងជាដើមឡើងអញ្ចឹងហើយអ្នកនយោបាយដែលចូលចិត្តប្រើវិធីសាស្ត្របែបចាស់កម្រិលក្នុងការកសាងភ្លើងជាតិនិយមរបស់យុវជននេះគឺនៅតែមានអំណាចនៅក្នុងប្រទេសទាំងពីរបច្ចុប្បន្ននៅក្នុងប្រទេសទាំងពីរបច្ចុប្បន្នហើយវិធីនៅក្នុងការធ្វើហ្នឹងគឺអត់មានអីប្លែកទេដដែលទេតាំងពីយូរយារមកហើយគឺនៅតែនៅពេលដែលចង់ឲ្យខ្លួនឯងមានប្រជាប្រិយភាពហ្នឹងទៅឆ្លោះជាមួយអ្នកជិតខាងណាមួយអញ្ចឹងទៅហើយថៃក៏ប្រើប្រាស់វិធីសាស្ត្របែបនេះដែរណាប្រើប្រាស់វិធីសាស្ត្របែបនេះដែរត្រឡប់មករឿងថាតើការបង្កើតការចេតនាចង់ឲ្យមានការបង្កើតសង្គ្រាមលើកទី2រវាងកម្ពុជានិងថៃដែលផ្ដួចផ្ដើមបញ្យុះដោយភាគីខាងកងទ័ពថៃនេះតើវាមានមូលហេតុអីពិតប្រាកដខ្ញុំគិតថាបងប្អូនមួយចំនួនធំអាចធ្វើការសន្និដ្ឋានថាជាការឈ្លានពានណាជាការឈ្លានពានជាការបំពានបូរណភាពទឹកដីក៏ប៉ុន្តែខ្ញុំមិនបដិសេធគំនិតហ្នឹងទេខ្ញុំមិនបដិសេធទ្រឹស្ដីហ្នឹងទេក៏ប៉ុន្តែខ្ញុំមានគំនិតផ្សេងមួយទៀតដែលអាចឲ្យបងប្អូនយកទៅពិចារណាខ្ញុំមើលលើសពីការឈ្លានពានអ្វីដែលខ្ញុំមើលលើសពីការឈ្លានពានខ្ញុំមើលឃើញថានយោបាយផ្ទៃក្នុងរបស់ថៃមកដល់បច្ចុប្បន្ននេះគេហៅថាមកដល់ចំណុចនៃផ្លូវបំបែកណាមកដល់ចំណុចនៃផ្លូវបំបែកត្រង់ថានយោបាយរបស់ថៃនេះគ្រប់ភាគីគ្រប់គណៈបកនយោបាយជាពិសេសគឺអ្នកនយោបាយស៊ីវិលគឺរមជ្ឈបាយយ៉ាងណាដើម្បីគេហៅថាបន្សាបឥទ្ធិពលរបស់អ្នកមានឥទ្ធិពលក្រៅរដ្ឋធម្មនុញ្ញរបស់ថៃអ្នកដែលក្រុមមនុស្សដែលមានឥទ្ធិពលក្រៅរដ្ឋធម្មនុញ្ញមានតែ2ក្រុមឯងទី1គឺក្រុមព្រះមហាក្សត្រក្រុមរាជវង្សទី2គឺក្រុមកងទ័ពហ្នឹងណាចង់ធ្វើនាយករដ្ឋមន្ត្រីចង់អីហ្នឹងគឺអត់សូវឆ្លងកាត់ការបោះឆ្នោតទេគឺទៅធ្វើរដ្ឋប្រហារយកតែម្ដង
ធ្វើរដ្ឋប្រហារយកតែម្ដងដូច្នេះតើយើងស្គាល់អំពីធម្មជាតិនៃនយោបាយរបស់ថៃពេលនេះរបស់ថៃពេលនេះរឿងដែលខ្ញុំមើលលើសពីការឈ្លានពានគឺចាប់ផ្ដើមយើងដឹងហើយថាចំនួនហ្នឹងវាមានហើយក៏ប៉ុន្តែហេតុអីបានជាថៃនៅតែបន្តចង់ឆ្លោះជាមួយកម្ពុជាឆ្លងឆ្លោះជាមួយកម្ពុជា2សប្តាហ៍មុនបាទប្រហែលជា20ថ្ងៃមុនយើងឃើញលោកស្រីបងប្អូននៅទីនេះអ្នកកំពុងតាមដានស្ដាប់ហ្នឹងគឺប្រហែលជាស្គាល់ហើយលោកអនុធីនពេលនេះមករាប់មកដល់ពេលនេះគឺបានคลายទៅជានាយករដ្ឋមន្ត្រីហ្នឹង20ថ្ងៃហើយគាត់ឡើងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី7ខែ9ឆ្នាំ2025នេះជានាយករដ្ឋមន្ត្រី20ថ្ងៃហើយប៉ុន្តែពិតនៅក្នុងអ្វីដែលជាកិច្ចសន្យាហ្នឹងគឺលោកអនុធីនគេហៅនាយករដ្ឋមន្ត្រី4ខែនាយករដ្ឋមន្ត្រី4ខែព្រោះគាត់ជាប់កិច្ចសន្យាជាមួយនឹងគណៈបកប្រជាជនថៃដែលជាគណៈបកយុវជនឈានមុខអញ្ចឹងលោកអនុធីនក្លាយទៅជានាយករដ្ឋមន្ត្រីទី32របស់ប្រទេសថៃខ្ញុំបង្ហាញរូបលោកអនុធីនបងប្អូនហើយស្គាល់ហើយលោកអនុធីនគាត់ក្លាយទៅជានាយករដ្ឋមន្ត្រីទី32ថៃមកដល់ពេលនេះបាន20ថ្ងៃហើយនៅ120ថ្ងៃទៀតបាទនៅ120ថ្ងៃទៀតគឺកិច្ចសន្យា3ខកិច្ចសន្យា3ខជាមួយនឹងគណៈបកប្រជាជនថៃហ្នឹងគឺដល់អសានវត្តហើយមានន័យថាលោកអនុធីនត្រូវប្រកាសរំលាយសភាដើម្បីរៀបចំការបោះឆ្នោតឡើងវិញបងប្អូនប្រហែលជានៅចាំហើយកិច្ចសន្យា3ខដើម្បីឲ្យគណៈបកប្រជាជនថៃដែលដឹកនាំដោយណាត់តភងបាទឈ្មោះយុវជនមួយឈ្មោះណាត់តភងខ្ញុំបង្ហាញរូបគាត់បាទណាត់តភងនេះគឺជាប្រធានគណៈបកយុវជនប្រធានគណៈបកប្រជាជនថៃបច្ចុប្បន្នបាទជាមេដឹកនាំទី3បន្ទាប់ពីឋានធរមកដល់ភីថាហើយណាត់តភងនេះជាយុវជនចំនួនទី3នៃគណៈបកមកពីយុវជនកំណែតម្រង់លក្ខខណ្ឌរបស់គណៈបកប្រជាជនថៃដាក់ទៅលើលោកអនុធីនបងប្អូនដឹងហើយលោកអនុធីនមានកៅអីនៅក្នុងសភាតែ69កៅអីទេហើយចំណែកគណៈបកលោកពិថាពេលនោះឥឡូវនេះគេហាមគាត់មិនឲ្យធ្វើនយោបាយរដ្ឋតុលាការកំពូលរបស់ថៃហ្នឹងគឺដកសិទ្ធិគាត់ដកសិទ្ធិសមាជិកសភាគាត់ហើយបិទមិនឲ្យគាត់ធ្វើនយោបាយ10ឆ្នាំក៏ប៉ុន្តែពេលនោះពិថាដែលដឹកនាំដោយគណៈបកអនាគត Future Forward អនាគតឆ្ពោះទៅមុខឈ្នះការបោះឆ្នោតប៉ុន្តែខ្លួនមិនមានសមត្ថភាពនៅក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីកសាងរដ្ឋាភិបាលបានអញ្ចឹងហើយត្រូវបានគណៈបកលោកតាក់ស៊ីនគណៈបកភឿថៃហ្នឹងបានរៀបចំចងគ្នាទៅក៏គ្រប់កៅអីបង្កើតរដ្ឋាភិបាលបានហើយអ្នកគណៈបកដែលឈ្នះឆ្នោតក្នុងប្រទេសថៃបែរទៅក្លាយទៅជាគណៈបកប្រឆាំងអ្នកដែលឈ្នះទៅជាគណៈបកប្រឆាំងអ្នកដែលចាញ់រួមគ្នាក្លាយទៅជាគណៈបកដែលដឹកនាំរដ្ឋាភិបាលក៏ប៉ុន្តែពិថាត្រូវបានបិទសិទ្ធិនៅក្នុងការធ្វើនយោបាយ10ឆ្នាំដោយតុលាការកំពូលថៃឬក៏គេហៅតុលាការរដ្ឋធម្មនុញ្ញថៃហ្នឹងឥឡូវនេះគឺណាត់តភងជាយុវជនបន្តវេនថ្មីមួយទៀតដែលដឹកនាំគណៈបកប្រជាជនថៃបានដាក់លក្ខខណ្ឌទៅឲ្យលោកអនុធីនហ្នឹងចំនួន3ខធំខទី1គឺដើម្បីឲ្យគណៈបកប្រជាជនថៃបោះឆ្នោតឲ្យគណៈបកភូមិใจថៃដឹកនាំដោយលោកអនុធីននៅក្នុងការរៀបចំគណៈរដ្ឋមន្ត្រីបង្កើតរដ្ឋាភិបាលបានហ្នឹងគឺត្រូវតែចាប់ផ្ដើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្រោយពីខ្លួនក្លាយទៅជានាយករដ្ឋមន្ត្រីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះគឺចេតនាយ៉ាងណាគឺជារដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយសមាជិកសភាមិនមែនបង្កើតឡើងដោយសមាជិកព្រឹទ្ធសភាដែលមានមនុស្សក្រៅរដ្ឋធម្មនុញ្ញអង្គុយនៅនោះទេណាអាហ្នឹងចំណុចទី1លក្ខខណ្ឌទី1លក្ខខណ្ឌទី2គឺក្នុងរយៈពេល4ខែរាប់ពីឥឡូវទៅដល់ចុងឆ្នាំត្រូវតែប្រកាសរំលាយសភាអញ្ចឹងហើយបានគេហៅលោកអនុធីននឹងជារដ្ឋាភិបាល4ខែហ្នឹងជានាយករដ្ឋមន្ត្រី4ខែហ្នឹងអញ្ចឹងហើយត្រូវប្រកាសរំលាយសភាទី3គឺគណៈបកប្រជាជននេះមិនត្រូវការតំណែងនៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោកអនុធីនទេអីចឹង
ដូច្នេះអ្វីដែលសំខាន់ហ្នឹងគឺហេតុអីបានជាខ្ញុំយករឿងនេះមកនិយាយពាក់ព័ន្ធទៅនឹងរឿងព្រំដែននេះជាចំណុចជារបត់នយោបាយនៅក្នុងប្រទេសថៃធំណាស់ពួកកងទ័ពបានដឹងច្បាស់ណាស់បងប្អូនកងទ័ពថៃបានដឹងច្បាស់ណាស់បើសិនជាក្នុងករណីណានៅក្នុងករណីមានការបោះឆ្នោតដើមឆ្នាំ2026នេះគឺគណៈបកប្រជាជនថៃដែលដឹកនាំដោយណត្តភុងជាយុវជនកំណែតម្រង់ចំនួនទី3របស់យុវជនកំណែតម្រង់នេះនឹងជាប់ឆ្នោតណានឹងជាប់ឆ្នោតហើយពួកយុវជននេះដឹងហើយទី1គឺធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាពិសេសទាក់ទងនឹងមាត្រា112មាត្រា112នេះជាមាត្រាដែលចាប់អ្នកដែលរិះគន់ស្ថាប័នព្រះមហាក្សត្រដាក់គុកណាដាក់គុកអ្នកដែលមានការរិះគន់ស្ថាប័នព្រះមហាក្សត្រដាក់គុកហ្នឹងគឺគេប្រើមាត្រា112នេះឯងអញ្ចឹងហើយពួកនេះសុកចិត្តអត់បានបើសិនជាការចរចាបង្កើតរដ្ឋាភិបាលពេលនោះពិថាព្រមលះបង់ចំណុចនេះមិនធ្វើវិសោធនកម្មពិថានឹងខ្លាយទៅជានាយករដ្ឋមន្ត្រីប្រហែលជានយោបាយថៃខ្មែរនៅពេលនេះមិនមានបញ្ហាដល់ប៉ុណ្ណឹងណាក៏ប៉ុន្តែពេលនោះគឺលោកពិថាប្រធានគណៈបក Future Forward ពេលនោះមិនព្រមលះបង់គំនិតកែរដ្ឋធម្មនុញ្ញមាត្រា112នេះទេធ្វើឲ្យស្ថាប័នផ្សេងឬក៏គណៈបកផ្សេងទៀតនេះគេខ្លាយរអាព្រោះគ្មាននរណាចង់ប៉ះពាល់ស្ថាប័នព្រះមហាក្សត្រទេហេអញ្ចឹងហើយយោធាដឹងមិនមែនតែប៉ះព្រះមហាក្សត្រទេគឺកាត់បន្ថយបន្សាបឥទ្ធិពលពួកយោធាដែលតែងតែលូកលាន់កិច្ចការងារនយោបាយស៊ីវិលណាអញ្ចឹងហើយពួកយោធាដឹងច្បាស់ថាចុងដើមឆ្នាំ2026នេះអាចនឹងមានរបបនយោបាយធំមួយដែលធ្វើឲ្យពួកយោធានឹងបាត់បង់ឱកាសនៅក្នុងការលូកលាន់កិច្ចការងារនយោបាយស៊ីវិលណាលូកលាន់ក្នុងកិច្ចការងារនយោបាយស៊ីវិលអ្វីដែលជារឿងហួសចិត្តសូម្បីតែអ្នកវិភាគថៃសូម្បីតែ